ដើម្បីឲ្យឆ្អែតពោះក្មេងស្រីម្នាក់បានលួចយកនំប៉័ងមួយថង់ពីហាងទំនិញមួយនាងព្យាយាមចាក់ចេញឲ្យបានលឿនមុនពេលម្ចាស់ហាងមកទាន់ប៉ុន្តែពេលទៅដល់មាត់ទ្វារនាងត្រូវបានម្ចាស់ហាងចាប់បានភ្លាមគាត់បាននាំនាងទៅបន្ទប់ធ្វើការហើយបង្ខំឲ្យនាងហៅឪពុកម្ដាយមកបើមិនដូច្នោះទេគាត់នឹងប្តឹងប៉ូលីសប៉ុន្តែក្មេងស្រីនោះបានត្រឹមតែអោនមកចុះនិងនៅស្ងៀមនាងមិនព្រមប្រាប់ឈ្មោះឬតាក់ទងទៅឪពុកម្ដាយនាងឡើយឃើញស្ថានភាពបែបនេះភរិយារបស់ម្ចាស់ហាងហាក់ដូចជាយល់ពីទុក្ខលំបាករបស់ក្មេងស្រីគាត់មិនត្រឹមតែអភ័យទោសឲ្យប៉ុណ្ណោះទេថែមទាំងជូននំប៉័ងទៅនាងដោយចិត្តសប្បុរសទៀតផងប៉ុន្តែក្មេងស្រីនោះមិនបាននិយាយពាក្យអរគុណឡើយហើយបានប្រញាប់ដើរចេញពីហាងភ្លាមព្រោះមានក្មេងម្នាក់ទៀតកំពុងរងចាំនាងទាំងឃ្លានគោពោះនៅខាងក្រៅនៅពេលឃើញប្អូនស្រីរបស់នាងបានហុចនំប៉័ងឲ្យភ្លាមដោយមិនស្ទាក់ស្ទើរទោះបីជានាងខ្លួនឯងក៏កំពុងឃ្លានខ្លាំងក៏ដោយបងប្អូនទាំងពីរនាក់នេះមិនបានញ៉ាំអ្វីសោះជាច្រើនថ្ងៃមកហើយឃើញស្នាមញញឹមដ៏បរិសុទ្ធរបស់ប្អូនស្រីទូជីដែលជាបងស្រីមានការឈឺចាប់និងអាណិតប្អូនជាខ្លាំង